ថ្ងៃនេះបងអូនមកបង្ហាញជាមួយនឹងប្រភេទឧបករណ៍ Bluetooth version 5.4 ហើយចំពោះឧបករណ៍ Bluetooth នេះវាមានពីរមុខងារហើយ Bluetooth នេះវាចូលទៅតាមទី1ចូលទៅតាម USB ទី2វាចូលទៅតាម Rundown AUX ហើយវាជាប្រភេទប្រើភ្លើងអញ្ចឹងសម្រាប់បងណាមានតម្រូវការចង់បាន Bluetooth adapter យកទៅប្រើប្រាស់ជាមួយនឹងប្រភេទ speaker ប្រភេទ ampli ប្រភេទដូចជា LAN ដែលអត់មាន Bluetooth អញ្ចឹងបងអាចប្រើប្រាស់ជាមួយនឹងប្រភេទឧបករណ៍ Bluetooth មួយនេះអញ្ចឹងយើងមកបើកប្រអប់ទាំងអស់គ្នាថានៅក្នុងប្រអប់នេះវាមានឧបករណ៍អីគេខ្លះអញ្ចឹងចំពោះឧបករណ៍ Bluetooth នេះវាភ្ជាប់មកជាមួយនឹងប្រភេទ AUX ញីឈ្មោលសងខាងមួយហើយវាមានរូបរាងបែបនេះដូចជា USB យើងអញ្ចឹងបងអូនសូមបញ្ជាក់បន្ថែមថាចំពោះឧបករណ៍នេះមានន័យថាវា run ចូលទៅតាម USB ហើយវាចូលទៅតាម MP3 អញ្ចឹងការចូលទៅតាម MP3 មានន័យថាឧបករណ៍បងត្រូវបានបដូរ mode ទៅកាន់ MP3 ហើយបន្ទាប់មកបងយកទូរស័ព្ទដៃ connect ចូលទៅកាន់ឧបករណ៍ Bluetooth មួយនេះហើយវានឹងអាចបញ្ជូនសំឡេងចម្រៀងចូលទៅកាន់ឧបករណ៍សំឡេងរបស់បងឬក៏មួយទៀតបើសិនជាឧបករណ៍របស់បងនឹងអត់អាចប្រើបានជាមួយនឹង USB ទេបងអាចប្រើជាមួយនឹង Rundown AUX អញ្ចឹងបើសិនជាឧបករណ៍របស់បងមាន mode AUX អញ្ចឹងបងប្រើជាមួយនឹងខ្សែ AUX នេះដោតមកកាន់ Bluetooth ហើយមួយទៀតដោតចូលទៅកាន់ឧបករណ៍របស់បងហើយបន្ទាប់មកអានេះយើងយកភ្លើងតាមឧបករណ៍របស់បងបើសិនជាមាន run USB ឬក៏មួយទៀតយើងអាចយកភ្លើងទៅតាមរុនដោតទូរស័ព្ទដៃឬក៏រុនកតុយបរិយផ្សេងៗបើសិនជាបងប្រើប្រាស់ជាមួយនឹងរថយន្តអញ្ចឹងសម្រាប់បងណាមានតម្រូវការពាក់ព័ន្ធជាមួយនឹងឧបករណ៍ Bluetooth adapter នេះអាចតាក់ទងមកកាន់ P-shop ខាងបងអូនបាន